ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺមេឃភ្លៀងមួយថ្ងៃពេញហើយក៏នឹកឃើញឃ្លានសុបម្រះជាមួយនឹងផាត់ត្រីស្លាតហើយក៏ឆ្លៀតបន្ថែមជាមួយនឹងបង្គាផងដែរបង្គានេះគឺខ្ញុំយកវាមកកាត់ក្បាលកាត់ប្រួយចេញឲ្យស្អាតហើយបកសបកបង្គាចេញឲ្យហើយនៅពេលដែលយើងញ៉ាំទៅស្រួលពេលដែលយើងបកសបកហ្នឹងគឺខ្ញុំវះជាបែបហ្នឹងឯងដើម្បីយកលីម៉ូបង្គាហ្នឹងចេញហើយចំពោះគ្រឿងដែលសម្រាប់យកទៅធ្វើទឹកស៊ុបហ្នឹងគឺមានដូចជាខ្ទឹមបារាំងជាមួយនឹងរំដេងបន្តិចរំដេងគឺខ្ញុំយករៀងខ្ចីទេដោយសារតែអត់ចង់បានក្លិនរបស់វាកាន់តែខ្លាំងពេកជាមួយនឹងខ្ទឹមសហើយខ្ទឹមសនេះគឺខ្ញុំចិញ្ច្រាំដើម្បីយកទៅរំលីងធ្វើជាទឹកស៊ុបហើយចំពោះគ្រឿងដែលខ្ញុំអត់បានចិញ្ច្រាំមានដូចជាខ្ទឹមក្រហមខ្ទឹមសគល់ជីវ៉ាន់សុយជាមួយនឹងគល់ស្លឹកខ្ទឹមហ្នឹងគឺខ្ញុំយកមកវារំលីងបែបហ្នឹងរំលីងឲ្យឡើងឈ្ងុយទើបខ្ញុំយកវាទៅរំងាស់ជាមួយនឹងទឹកស៊ុបហើយចំពោះខ្ទឹមនេះដែរគឺខ្ញុំបំពងឲ្យវាឡើងក្រហមបែបហ្នឹងហើយបានយកមកដាក់ជាមួយនឹងក្បាលបង្គាហើយខ្ញុំលីងជាមួយក្បាលបង្គាហ្នឹងឲ្យរសជាតិរបស់វាកាន់តែឈ្ងុយល្អថែមជាមួយនឹងជូហឺបន្ថែមជាមួយនឹងគ្រឿងដែលខ្ញុំបានរំលីងមុនហ្នឹងមានដូចជាខ្ទឹមបារាំងគល់ស្លឹកខ្ទឹមអីហ្នឹងឲ្យវាឈ្ងុយចូលគ្នាហើយគឺខ្ញុំដួសទុកម្លែកហើយបន្ថែមជាមួយនឹងការ៉ុតផងដែរចំពោះការធ្វើទឹកស៊ុបគឺដាក់ការ៉ុតទៅធ្វើឲ្យរសជាតិបន្លែចេញមកគឺធ្វើឲ្យទឹកស៊ុបរបស់យើងកាន់តែផ្អែមហើយចំពោះពុកម៉ែបងប្អូនមានទម្លាប់ធ្វើបែបណាសូមជួយខមមិនប្រាប់នឹងខ្ញុំផងហើយចំពោះការធ្វើទឹកស៊ុបនេះដែរទឹកស៊ុបម្រះជាមួយផាត់ត្រីឆ្លាតគឺខ្ញុំដាក់ជាមួយនឹងទឹកដូងចំនួន2ផ្លែហើយចាក់ជាមួយនឹងគ្រឿងដែលខ្ញុំបានលេងហើយទឹកដូងហ្នឹងបើសិនជា2ផ្លែមិនគ្រាន់ជាមួយនឹងបរិមាណរបស់សមាជិកនៅក្នុងផ្ទះទេអាចបន្ថែមជាមួយនឹងទឹក2ផ្តាបន្ថែមទៀតហើយក៏ខ្ញុំថែមទឹក2ផ្តាដោយសារតែសមាជិកគ្រួសាររៀងច្រើនហើយបន្ទាប់មករំងាស់ស៊ុបចោលធ្វើការហាន់ជាមួយនឹងម្រះរបស់យើងនៅក្នុងស៊ុបនេះដែរគឺស៊ុបម្រះអញ្ចឹងម្រះដើរតួសំខាន់មែនតើហើយម្រះគឺខ្ញុំកោសយកគ្រាប់ចេញឲ្យអស់បន្ទាប់មកគឺខ្ញុំចិតបែបហ្នឹងហើយច្របាច់ជាមួយនឹងអំបិលដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះបន្ទាប់មកគឺថែមជាមួយនឹងទឹកកកដើម្បីឲ្យម្រះរបស់យើងមានរសជាតិឆ្អិនកាន់តែស្រួយហើយផ្សិតនេះដែរគឺខ្ញុំអត់ស្គាល់ទេគឺតកតងនឹងបន្លែទាំងអស់ហ្នឹងគឺគ្រួសាររបស់ខ្ញុំជាអ្នកទិញខ្ញុំក៏ប្រាប់គាត់ថាថ្ងៃហ្នឹងខ្ញុំឃ្លានស៊ុបម្រះផាត់ត្រីឆ្លាតអញ្ចឹងគឺគាត់ជាអ្នកទិញឯងតែគាត់ថាបានបន្លែប៉ុណ្ណឹងគឺវល់ឡើងពេញនឹងឯងវីដេអូខលរហូតសួរទិញអីហើយយើងបន្ថែមជាមួយនឹងជីរណាជាមួយនឹងម្អមផងដែរការធ្វើទឹកស៊ុបដាក់ជីរណាដាក់ម្អមទៀតធ្វើឲ្យស៊ុបរបស់យើងមានរសជាតិកាន់តែឈ្ងុយហើយឆ្លៀតបន្ថែមជាមួយនឹងសាច់គោហើយសាច់គោខ្ញុំហាន់ជាប្រទះបែបហ្នឹងដាក់ជាមួយនឹងពងមាន់មួយគ្រាប់ដើម្បីឲ្យរសជាតិរបស់វាកាន់តែឆ្ងាញ់ហើយនេះជាផាត់ត្រីឆ្លាតផាត់នេះគឺថាប្រចាំតកោតែម្ដងគឺថាមិនឲ្យអស់ពីទូតកកទេឲ្យតែអស់គឺដឹងតែទិញប្រហិតយកមកកោសធ្វើហើយយើងបន្ថែមជាមួយនឹងគ្រឿងមានដូចជាខ្ទឹមលីងខ្ទឹមខ្ទឹមលីងហើយស្លឹកខ្ទឹមដាក់ជាមួយនឹងគ្រឿងក្រូចស្ករប៊ីចេងទឹកត្រីហើយយើងបកវាបែបហ្នឹងដើម្បីឲ្យសាច់ត្រីរបស់វាកាន់តែស្វិតល្អហើយចំពោះផាត់ត្រីឆ្លាតនេះយកទៅស្លយកទៅធ្វើស៊ុបយកទៅចៀនអីគឺបានគ្រប់មុខតែម្ដងហើយក៏ចូលចិត្តមែនតែនហើយចំពោះទឹកស៊ុបដែលខ្ញុំបានធ្វើហើយគឺខ្ញុំចាក់ស្រង់យកតែទឹកទេហើយយើងនៅពេលដែលពុះគឺខ្ញុំដាក់គ្រឿងបង្គាហើយនឹងប្រហិតចូលមុនជាមួយនឹងសាច់គោដោយសារតាអ្នកតែរបស់ខ្ញុំគឺចូលចិត្តញ៉ាំអីដែលឆ្អិនហ្មងអត់សូវចូលចិត្តរៀងនៅឆាយទេហើយបន្ថែមជាមួយនឹងម្រះផ្សិតជាមួយនឹងស្ពៃតឿជាមួយនឹងតាំងអាវហើយជាមួយនឹងបុកគោតូចហើយនឹងប្រូកូលីហើយម្អមហើយនឹងជីរណាហើយពុកម៉ែបងប្អូនចូលចិត្តបន្លែបែបណាទៀតគឺដាក់បែបហ្នឹងទៅសម្រាប់គ្រួសាររបស់ខ្ញុំគឺចូលចិត្តមែនតើបន្លែទាំងអស់ហ្នឹងនៅពេលដែលឆ្អិនបន្ថែមជាមួយនឹងខ្ទឹមលីងបន្តិចទៀតគឺធ្វើឲ្យរសជាតិកាន់តែឈ្ងុយឆ្ងាញ់មែនតើអរគុណពុកម៉ែបងប្អូនសម្រាប់ការពេញចិត្តតាមដានទស្សនាវីដេអូរបស់នាងខ្ញុំសូមជួយចុច like Subscribe Share Follow ម្នាក់មួយផងអរគុណជម្រាបលា